បាទសួស្តីបងប្អូនអរគ្នានេះគឺជាទូរស័ព្ទ Oppo A7 ឬហៅថា A7 បើយើងមើលផ្លែតស្តៀង A5s ដែរអាចច្រឡំគ្នាដែរមើលផ្លែតចឹងណាតែខ្ញុំហ្នឹងក៏ច្រឡំដែរហើយបើយើងសម្លឹងមើលទូរស័ព្ទនេះគឺវាជាប់កូដដៃយើងចុចទៅវាអត់ត្រូវទេវាភ្លេចហ្នឹងជាប់ screen lock ហ្នឹងហើយបើយើងឆែកយើងអាចឆែក model វាបានយើងចុចកន្លែង emergency call នេះមកហើយយើងចុចកាយត្រង់ជ្រុក899ត្រង់ជ្រុកហើយយើងអាចចុចបន្តទៅ software information នេះកន្លែងនេះយើងនឹងឃើញហើយ model វា CPX 1901បងប្អូនណា CPX 1901អញ្ចឹងបើយើងយក CPX ហ្នឹងទៅ search នៅ Google យើងឃើញថាវាជាប្រភេទទូរស័ព្ទ Oppo A7 ឬក៏ A7 វាស្តៀងនឹង Oppo A5s ឬក៏ A5s ដែរប៉ុន្តែប្រភេទ CPU វាគឺផ្សេងគ្នាបងប្អូនចំពោះ Oppo A5s គឺ CPU MTK ឬក៏ហៅថា MediaTek ចំណែក Oppo A7 គឺប្រភេទ CPU Qualcomm អញ្ចឹងវាខុសគ្នាបងប្អូនអញ្ចឹងឥឡូវនេះខ្ញុំបង្ហាញបងប្អូនពីរបៀបដោះកូដដៃនៅលើ screen ហ្នឹងណាតើយើងដោះយ៉ាងម៉េចចឹងណាកាលពីមុនឡើយយើងដោះកូដដៃទូរស័ព្ទប្រភេទ Oppo A3s A7 អីហ្នឹងគឺយើងត្រូវការផ្សារខ្សែលក្ខណៈ ISP តែឥឡូវអត់ទេយើងដោះតាម USB បានចឹងណាដោយគ្រាន់តែធ្វើវាទៅជា download mode ចឹងទៅឥឡូវយើងចូលទៅកាន់កុំព្យូទ័ររបស់យើងបើក unlock tool ហើយយើងស្រេចចឹងមកហើយយើងចុចលើពាក្យថា Oppo ជាពាក្យថា Oppo ណាបងប្អូនណា Oppo ហើយយើងវាយពាក្យមក A7 យើងចុច A7 មក A7 បងប្អូនណានេះមិញ1901មែនអត់អ្នក CPX 1901អញ្ចឹងទូរស័ព្ទនេះយើងត្រូវតែវិធីដោះរបស់វាគឺបងប្អូនអនុវត្តតាមខ្ញុំយើងត្រូវចុចប្លុតទូរស័ព្ទនេះមកប្លុតវាអញ្ចឹងណាបងប្អូនប្លុតវាមកហើយយើងដាក់វាទៅជា recovery mode ដោយចុច volume ដកហើយនឹងបើក power នឹងឲ្យជាប់ជាមួយគ្នាមកណា volume ដកហើយនឹង power ដើម្បីដាក់វាទៅជា recovery mode យើងចុចជាប់ទាំងពីរមកបងប្អូនពេលដែលវាចេញចេះហើយយើងអាចប្រឡែងបានដើម្បីវាចូលទៅ recovery mode ខ្លួនវាចាំវាបន្តិចទៅចូលបែបនេះបងប្អូនអានេះគេហៅថា recovery mode ចឹងបងប្អូនចុចកន្លែងភាសាណាបងប្អូនឬភាសាណាដែលយើងចេះសម្រាប់ខ្ញុំយកអង់គ្លេសទៅបន្ទាប់មកយើងដោតខ្សែ USB ខ្សែ B ហ្នឹងចូលកុំព្យូទ័រយើងហ្នឹងណាបងប្អូនដើម្បីដាក់វាទៅ download mode យើងត្រូវចុចអាក្រោមនេះ version 1.2 ហ្នឹងព្យាយាមចុចវាបងប្អូនណាកន្លែងហ្នឹងណាអាចយូរកន្លែងហ្នឹងមិនងាយទៅទេអញ្ចឹងយើងព្យាយាមគឺមកពីទូរស័ព្ទហ្នឹងគឺវាអញ្ចឹងពួកស៊េរីហ្នឹងនេះចូលបាត់ហើយអញ្ចឹងពេលចូលអញ្ចឹងហើយយើងមកមើលកុំព្យូទ័រយើងវិញនេះកុំព្យូទ័រអញ្ចឹងវាលោតតែបងប្អូននេះឃើញទេខំវានេះ908អញ្ចឹងយើងគ្រាន់តែចុច factory reset មកចុចទៅហើយយើងចាំវាបន្តិចទៅឲ្យវាដល់ចប់ទៅនេះទៅបងប្អូនទៅនេះអានឹងរបៀបយើងដោះកូដដៃទៅលើទូរស័ព្ទប្រភេទ Oppo A7 CPU Qualcomm បងប្អូនវាធ្វើចំ A3s ក៏ធ្វើអញ្ចឹងដែរឥឡូវវា reboot ម៉ាស៊ីនណាបងប្អូនណាឃើញទេអញ្ចឹងយើងចាំវាបន្តិចមកនេះទូរស័ព្ទវាចាប់ផ្ដើមចេញហើយយើងទុកឲ្យវាដំណើរការចប់មកឲ្យវាដើរចប់សិនណាចាប់ដើមឲ្យរហហើយបាទអូខេឥឡូវបន្ទាប់ពីវាចេញចេះហើយអីយ៉ាចេញអានឹងចេញចឹងហើយអានឹងយើងគ្រាន់តែចុចកន្លែងនេះមកណានេះចេះមកកាយត្រង់ជ្រូក
813អានេះជាកូដសម្រាប់ bypass screen lock ណាចេះមកយើងគ្រាន់តែទុកវានឹងទៅទីទៀតវា load ទៅឃើញទេអូខេតែប៉ុណ្ណឹងលេងអូខេបាទលេងមានជាប់ហើយអញ្ចឹងអានេះគឺជាវិធីដែលយើងដោះកូដដៃទៅលើប្រភេទទូរស័ព្ទ Oppo A7 A3s ក៏ចឹង A7 ក៏ចឹងដែរប្រភេទ Qualcomm គឺដោះអញ្ចឹងនៅលើ Unlock Tool ហើយយើងឆែកមើល model វាទៅនេះបងប្អូនឃើញទេ A7 នេះ A7 A7 ហ្នឹងហើយ CPH របស់វានេះ1901នេះ CPH វា1901ហើយនេះប្រភេទ processor វា Qualcomm SDM 450 Octa Core RAM 4G អូខេតែប៉ុណ្្នឹងឯងបងប្អូនហើយអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះបាទជម្រាបលាបាយបាយ